ពេលនេះផ្លូវការឲ្យបងប្អូនគឺលោកអាយ៉ាតូឡាអាលីសខាមេនីមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺពិតជាបានស្លាប់ប្រកាសមែនបាទនេះបើយោងតាមការបញ្ជាក់ពីទូតរដ្ឋអ៊ីរ៉ង់បាទទូតរដ្ឋអ៊ីរ៉ង់នៅព្រឹកថ្ងៃទី1ខែមីនាឆ្នាំ2026បានទទួលស្គាល់ថាលោកអាយ៉ាតូឡាអាលីសខាមេនីមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺពិតជាបានស្លាប់ប្រកាសមែនដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ពាក់ព័ន្ធនឹងការស្លាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់នៅពេលនេះផងដែរឃើញថានៅថ្ងៃទី28ម្សិលមិញនេះលោកប្រធានាធិបតីដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលគឺបានអះអាងថាកងកម្លាំងរបស់ខ្លួនគឺបានសម្លាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ហើយនៅទីក្រុងតេអ៊ីរ៉ង់នៃប្រទេសអ៊ីរ៉ង់តែនៅពេលភ្លាមនោះអ៊ីរ៉ង់បានបដិសេធការអះអាងនេះហើយរហូតមកដល់ព្រឹកថ្ងៃទី1ខែមីនាឆ្នាំ2026ទើបអ៊ីរ៉ង់ចេញមុខទទួលស្គាល់ថាមេដឹកនាំកម្ពុជារបស់ខ្លួនគឺពិតជាបានស្លាប់ប្រកាសមែនដោយប្រកាសកាន់ទុករយៈពេល40ថ្ងៃឯណោះបាទបងប្អូនទស្សនិកជនជាទីមេត្រីបាទការស្លាប់របស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់នៅពេលនេះគឺពុំមែនតែរូបគាត់នោះទេពលគឺមានឧត្តមសេនីយ៍ជាន់ខ្ពស់ជាច្រើនរូបក្នុងនោះក៏មានប្រធានតុលាការកម្ពុជាដែលកន្លងមកធ្លាប់បានប្រកាសកាត់ទោសប្រហារជីវិតក្រុមបាតកោក៏ត្រូវបានសម្លាប់ផងដែរកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ប្រព័ន្ធផ្សព្វផ្សាយបរទេសមានដូចជា Reuters អាចារ្យសារ៉ាក៏បានអះអាងដែរថារដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់រួមនឹងឧត្តមសេនីយ៍ជាច្រើនរូបទៀតបាទក្នុងនោះក៏មានប្រធានតុលាការកម្ពុជាផងដែរបាទត្រូវបានសម្លាប់ក្នុងសង្គ្រាមកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ស្របពេលដែលមេដឹកនាំកម្ពុជាអ៊ីរ៉ង់រួមនឹងថ្នាក់ដឹកនាំអ៊ីរ៉ង់មួយចំនួនបានស្លាប់ហើយនោះក៏ប៉ុន្តែសញ្ញានៃការបញ្ចប់សង្គ្រាមពុំទាន់នោះទេដាក់ដែលកងកម្លាំងអ៊ីរ៉ង់នេះបានបើកការវាយប្រហារសងសឹកវិញយ៉ាងសន្ធប់មកលើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាទមិនត្រឹមតែប៉ុណ្ណោះទេកងកម្លាំងរបស់អ៊ីរ៉ង់បានបើកការវាយប្រហារប៉ាតណាប៉ាតណីតែម្ដងបាទបងប្អូននៅបណ្ដាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាបាទដោយបងប្អូនយើងបានដឹងហើយថាសង្គ្រាមនៅមជ្ឈិមបូព៌ានៅពេលនេះគឺផ្ដើមពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់មុនក៏ប៉ុន្តែការវាយបកសងសឹករបស់ប្រទេសអ៊ីរ៉ង់គឺប៉ាតណាប៉ាតណីតែម្ដងហើយបានបើកការវាយប្រហារទៅលើប្រទេសបារ៉ែនប្រទេសកាតាបាទប្រទេសអ៊ីរ៉ាក់រួមនឹងទីក្រុងឌូបៃផងដែរបាទក្នុងនោះផងដែរឃើញថាដ្រូនរបស់អ៊ីរ៉ង់បានវាយប្រហារទៅលើអគារស៊ីវិលនៃប្រទេសបារ៉ែនដោយអ៊ីរ៉ង់ចាត់ទុកថានេះជាការសងសឹកទៅកាន់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបាទអ៊ីរ៉ង់នៅពេលនេះបាទគឺកំពុងតែក្រពុលមុខហើយបាទដោយវាយប្រហារប៉ាតណាប៉ាតណីតែម្ដងបាទទៅលើប្រទេសកាតាក៏ដូចជាប្រទេសមួយចំនួនទៀតបាទនៅតំបន់មជ្ឈិមបូព៌ាបាទដោយបានធ្វើការវាយប្រហារចូលប្រលានយន្តហោះនៃទីក្រុងឌូបៃទៀតផងនិយាយឲ្យចំទៅនៅពេលនេះបណ្ដាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាបាទគឺកំពុងតែប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនយ៉ាងមមាញឹកតែម្ដងក្នុងការបាញ់ស្ទាក់ចាប់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ក្រោយពេលប្រទេសអ៊ីរ៉ង់នេះបានបើកការវាយប្រហារសម្ដៅលើប្រទេសនានានៅតំបន់មជ្ឈិមបូព៌ាពោលគឺឲ្យតែប្រទេសទាំងនោះមានមូលដ្ឋានកងទ័ពអាមេរិកគឺប្រទេសអ៊ីរ៉ង់បើកការវាយប្រហារចូលដោយគ្មានការរើសមុខនោះទេបាទបងប្អូនក្រោយការសម្លាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់និងថ្នាក់ដឹកនាំអ៊ីរ៉ង់មួយចំនួនហើយក៏ប្រទេសអ៊ីរ៉ង់ពុំព្រមទម្លាក់អាវុធចុះតាមការអំពាវនាវរបស់លោកប្រធានាធិបតីដូណាល់ត្រាំនោះទេបាទកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026លោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសឲ្យកងកម្លាំងអ៊ីរ៉ង់នេះទម្លាក់អាវុធចុះដើម្បីសន្តិភាពប៉ុន្តែការអំពាវនាវរបស់លោកប្រធានាធិបតីដូណាល់ត្រាំគឺពុំមានប្រសិទ្ធភាពនោះទេស្របពេលដែលប្រទេសអ៊ីរ៉ង់កំពុងតែធ្វើការវាយបកនិងឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមិនតែប៉ុណ្ណោះទេអ៊ីរ៉ង់ក៏បានធ្វើការវាយប្រហារចូលបណ្ដាប្រទេសមួយចំនួនទៀតនៅតំបន់មជ្ឈិមបូព៌ាឲ្យតែមានមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសនោះបាទបងប្អូននិយាយឲ្យចំទៅពុំមែនតែអ៊ីរ៉ង់នោះទេដែលបានធ្វើការវាយប្រហារដោយមិនរើសមុខបាទក្នុងនោះផងដែរឃើញថាអ៊ីស្រាអែលក៏បានវាយប្រហារលើប្រទេសអ៊ីរ៉ង់ដោយត្រូវសាលារៀនចំនួន2កន្លែងបណ្ដាលឲ្យមនុស្សស្លាប់ជិត100នាក់ផងដែរ
បាទក្នុងព្រឹត្តិការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ានេះដើមរាំងនឹងតាមដានយ៉ាងដិតដល់ហើយនឹងធ្វើសេចក្តីរាយការណ៍ជូនបងប្អូនជាបន្តទៀតបាទសូមអរគុណ